កាលពីមុនឆ្ងល់ណាស់ពេលដែលទៅលេងភ្នំត្បែងម្ដងឆ្ងល់ថាតើគេយកគោយន្តឡើងមិនហើយគេចុះទៅវិញមិនឥឡូវនេះយើងបានឃើញបងប្អូននៅក្នុងវីដេអូនេះគឺគេយកគោយន្តចុះពីលើភ្នំត្បែងបងប្អូនដឹងហើយថាភ្នំត្បែងមានកម្ពស់ខ្ពស់ប៉ុណ្ណាហើយកម្មជាដើរដូចជា1000កម្មជាងបងប្អូនកម្មជាដើរហើយការយកគោយន្តចុះនេះมันមានភាពងាយស្រួលទេបងប្អូនប៉ុន្តែពួកគាត់អាចធ្វើបានហើយគ្នាមិនច្រើនទេបងប្អូនតាមមើលប្រហែលជា5 6នាក់ប៉ុន្តែគាត់អាចធ្វើបានតែលាក់គោយន្តចុះពីលើភ្នំត្បែងហើយសំខាន់គាត់មានបច្ចេកទេសហើយយើងសរសើរគាត់ទៅដែលគាត់អាចធ្វើបានអាមេរិកមិនទាន់អាចធ្វើបានបងប្អូនតែខ្មែរយើងអាចធ្វើបានហើយมันងាយទេបងប្អូនការយកគោយន្តឡើងចុះនៅលើភ្នំបងប្អូនទោះបីយើងឡើងដោយថ្មើរជើងផងហត់ណាស់បងប្អូនហើយចន់រំពួកគាត់ទៀតសរសើរគាត់ប៉ាកែអាចធ្វើបានចេះរននឹកឃើញយើងមិនអាចធ្វើបានទេយើងអ្នកធម្មតាទេមិនអាចទៅរួចទេមានតែពួកគាត់ដែលជាអ្នករស់នៅនឹងប្រកបអាជីពនៅនឹងมันគាត់អាចធ្វើបាន